អ្នកយំហិក៏ក្បាលទៅមើលប៉ុកឃើញប្រុសម្នាក់កំពុងតែយំចង់លោតលើស្ពានហ្នឹងចឹងណាគឺយើងក៏ក្បាលថាអេឯកុំលោតតែលោតទៅវាឈឺណាបើសិនជាអត់ងាប់ឈឺខ្លាំងមែនទេកុំលោតអីដល់ពេលណាមួយណាអត់ស្ដាប់ទេវាក្បាលលោតតែម្ដងគាត់ក្បាលយកខ្លួនរបស់គាត់ទៅបដូរណាគឺយើងទៅត្រូវក្បាលប្រុសម្នាក់ហ្នឹងតែម្ដងនៅពេលហ្នឹងដែរដូចជាចង្វាក់មួយដែលធ្វើឲ្យគាត់ពីរនាក់មើលកសែភ្នែកគ្នាទៅវិញទៅមកហើយក្បាលប្រុសហ្នឹងក្បាលធ្លាក់កាន់មកលើគាត់តែម្ដងឃើញថាគាត់សឹកអីណាគឺយើងប៉ុន្តែក្បាលប្រុសហ្នឹងក្បាលសម្លាប់បាត់ហើយហើយក្បាលប្រុសហ្នឹងនៅកន្លែងខាងផ្លូវចំណែកគាត់នៅកណ្ដាលផ្លូវឯណែដល់ខ្លួនបន្តិចក៏សត្វតែមានឡានមួយបុកគាត់ប៉ាំងយកតែម្ដងចំយ៉ាមកតំងយកមកណាគឺយើងហើយសាច់រឿងក៏បានកាត់មកព្រឹកឡើងឃើញថាគឺជាការដឹងខ្លួនរបស់ដងផាល់ក៏ងើមកពុកក៏មានអារម្មណ៍ថាចុំរៀងប្លែកមិនទេគាត់សម្លឹងមើលកញ្ចក់ទៅឃើញថាចុំមិនអញ្ចឹងអូហ្នឹងហើយគឺជារឿងកាយក្មេងមួយដែលគាត់បានជួយប្រហែលជាគាត់យល់សពហើយអញ្ចឹងគាត់គាត់ថាគាត់ប្រហែលជាយល់សពហើយប៉ុន្តែដល់ពេលណាក៏លើសម្លេងគូសវាតុងខាងក្រៅនេះពិតជាលោកឡាខ្លាំងតែថាចំណិតរបស់គាត់ចង់បើកទ្វារនឹងចង់ទៅរកអាក្មេងមួយហ្នឹងដើម្បីចាត់ការចោលអញ្ចឹងពេលណាអត់ព្រមបើកទ្វារនឹងទេដល់ពេលដែរដងផាល់នៅក្នុងរាងកាយក្មេងម្នាក់ហ្នឹងក៏បានបើកទ្វារពុកហើយគាត់និយាយថាអេពួកឯងលោកឡាស្អីគេហ្នឹងយើងឃើញបញ្ហាអីទេក៏គិតថាចុំការយល់សពនេះដូចជាការពិតម៉ែក៏បានប្រាប់ទៅកាន់កូនចៅរបស់គាត់ដងស៊ូជាមួយនឹងចង់ចូលថាយើងគឺជាមេរបស់ឯងនៅក្នុងរាងកាយអាមួយក្មេងហ្នឹងហើយពួកឯងមកលោឡាស្អីហ្នឹងដងស៊ូពេលហ្នឹងក៏បានសួរថាតើឯងនិយាយស្អីគេបើយើងមិនមែនជាមិត្តភក្តិលេងជាមួយនឹងឯងទេគេក៏បានដល់បណ្ដៃប៉ាំងយកតែម្ដងដងស៊ូក៏បាននិយាយថាដោយសារតែឯងហ្នឹងហើយធ្វើឲ្យមេរបស់យើងត្រូវបានស្លាប់បន្ទាប់ពីនោះមកដងស៊ូក៏បានអុកដងផាននៅក្នុងរាងកាយអាមួយក្មេងហ្នឹងទៅជួជាមួយនឹងសាកសពដែលគេក៏បានធ្វើបនសំនៅកន្លែងហ្គេងម៉ាហ្វៀហ្នឹងតែម្ដងចុំយ៉ាគេឃើញចឹងហើយមានអារម្មណ៍ថានេះមិនមែនជាក្តីស្រមៃនោះទេនេះគឺជាការពិតប៉ុន្តែគាត់ប្រាប់គេអត់ជឿនោះទេក៏បាននិយាយថាយើងគឺជាមេរបស់ឯងរាងកាយរបស់យើងត្រូវបានស្លាប់មែនប៉ុន្តែវិញ្ញាណរបស់យើងបានចូលមកក្នុងរាងកាយក្មេងនេះប៉ុន្តែគាត់និយាយយ៉ាងណាក៏ដោយក៏គ្មានណាគេជឿដែរក៏បានកូនចៅរបស់គាត់ហ្នឹងដាក់ថែមទៀតដាក់ប៉ាំងយកតែម្ដងគាត់ព្យាយាមស្រែកគាត់ព្យាយាមនិយាយថាគាត់គឺជាដងផាល់ប្រាប់តែកាន់មេរបស់គាត់បោរបស់គាត់ហ្នឹងថាគាត់គឺជាដងផាល់កុំយកសាក់សពគាត់ទៅណាអីគាត់នឹងព្យាយាមចូលទៅក្នុងរាងកាយរបស់គាត់វិញប៉ុន្តែមេរបស់គាត់បាននិយាយថាថ្ងៃនេះយកអារម្មណ៍អត់ល្អទេអាក្មេងតូចឯងឆាប់ចាក់ចេញពីកន្លែងហ្នឹងឲ្យលឿនបន្តិចទៅដងផាល់នៅក្នុងរាងកាយរបស់ក្មេងហ្នឹងក៏បានដាក់ចេញថាគាត់និយាយថាយើងគឺជាមេរបស់ពួកឯងយើងនឹងត្រឡប់មកវិញបញ្ជាក់ឲ្យពួកឯងបានដឹងថាយើងគឺជាមេរបស់ពួកឯងយើងគឺជាឃីមដងផាល់បន្ទាប់ពីហ្នឹងមកគាត់ក៏បានទៅមើលសាក់សពរបស់គាត់ហើយបាននិយាយជាមួយអាប៉ែមួយហ្នឹងក៏បានថាឯងគឺជាកូនរបស់ដងផាល់មែនទេឯងមិនបាច់ចាំសោកស្ដាយទេព្រោះថាវាបានហូរបាត់ទៅហើយបើសិនជាចង់ឲ្យប៉ារបស់ឯងរស់ឡើងវិញលុះត្រាតែឯងចេះបង្វិលពេលវេលានិយាយប៉ុណ្ណឹងហើយដងផាល់របស់យើងគិតតែម្ដងថាអញ្ចឹងមែនតែគាត់ក៏បាននឹកឃើញវិធីមួយគាត់ត្រឡប់ទៅកន្លែងកាត់ហេតុវិញតែម្ដងដើម្បីលោតពីលើស្ពានហ្នឹងដើម្បីឲ្យវិញ្ញាណរបស់គាត់ចូលក្នុងរាងកាយវិញអញ្ចឹងណាគ្នាយើងលោតទៅពើមានណាដល់ខ្លួនវិញឃើញថាណាឯមន្ទីរពេទ្យជើងរបស់គាត់ត្រូវបានប៉ង់ស្មងថែមទៀតហើយពេទ្យក៏បានប្រាប់គាត់ថាគាត់ស្លាប់ជាង3ថ្ងៃទៅហើយពេលហ្នឹងដែរគាត់ក៏បានដឹងថារាងកាយរបស់គាត់ត្រូវបានយកទៅដុតយកទៅបូជាបាត់ហើយក៏ពិតជាសោកស្ដាយហើយនឹងសោកស្ដាយខ្លាំងមែនទែនឈមមើលអាកន្លែងដាក់សាក់សពខ្លួនឯងកន្លែងដាក់ធាតុខ្លួនឯងហ្នឹងជាមួយនឹងអារម្មណ៍សែតហើយពិបាកចិត្តខ្លាំងណាស់ហើយគាត់សន្យាជាមួយនឹងខ្លួនឯងថាថ្ងៃណាមួយគាត់នឹងបញ្ជាក់ឲ្យកូនចៅរបស់គាត់ទាំងអស់ដឹងថាគាត់គឺជាឃីមដងផាល់គឺជាមេរបស់ពួកគេនឹងឯងឬគាត់ក៏អត់សោកស្ដាយឬដែលគាត់ទៅជួយក្មេងប្រុសហ្នឹងដែរដោយសារតែគាត់គឺជាម៉ាហ្វៀគាត់គឺជាមនុស្សប្រុសប៉ិតគាត់ហ៊ានជួយគេអញ្ចឹងឯងបន្ទាប់ពីនោះមកគាត់បានជួយជាមួយនឹងលេខាសក់ខ្លីម្នាក់លេខាម្នាក់ហ្នឹងមើលទៅដូចជាចង់ឲ្យក្មេងប្រុសម្នាក់ហ្នឹងស្លាប់ខ្លាំងតែដូចជាចង់បានអ្វីពីក្មេងប្រុសម្នាក់ហ្នឹងអញ្ចឹងណាឃើញយើងហើយនិយាយទៅដងផាល់របស់យើងគឺគាត់អត់យល់ទេគាត់អត់ដឹងទេគាត់ក៏បានយក iPad ក្មេងប្រុសហ្នឹងយកមកអាន diary ដែលក្មេងប្រុសម្នាក់ហ្នឹងបានកត់ទុកឃើញថាក្មេងប្រុសហ្នឹងមានឈ្មោះថាអ៊ីហ៊ុនគេបានសរសេររឿងរ៉ាវរបស់គេមួយចំនួនដាក់ក្នុង diary ហ្នឹងយ៉ាងច្រើនខ្លាំងមែនតើអាចនិយាយបានថារឿងរ៉ាវឈឺចាប់អញ្ចឹងណាគេយើងដងផាល់របស់យើងក៏បានអង្គុយអានតែម្ដងទៅឲ្យចាប់ពីពេលហ្នឹងទៅ admin សុំហៅថាគឺជាអ៊ីហ៊ុនណាគេខ្ញុំថាក្មេងប្រុសហ្នឹងមានឈ្មោះថាអ៊ីហ៊ុនក៏យើងដឹងថាវិញ្ញាណរបស់ដងផាល់នៅក្នុងរាងកាយរបស់គេទៅបានហើយកុំឲ្យហៅទៅមកគ្នាយើងច្រឡំរៀងវល់អីអញ្ចឹងទៅហើយមានស្ដាប់ចុះស្ដាប់ឡើងក៏រៀងវល់ខ្លួនឯងដែរអញ្ចឹងណាព្រោះថាឈ្មោះវាត្រឡប់ត្រឡិនពេកអត់តោះយើងបន្តទៀតដងផាល់ក៏អាន diary របស់អ៊ីហ៊ុនមានអារម្មណ៍ថាជុំមកសាហាវម៉ែនៅក្នុងនោះបានសរសេរថាខ្ញុំត្រូវបានពួកវាធ្វើបាបជារៀងរាល់ថ្ងៃតែម្ដងខ្ញុំពិតជាឈឺចាប់ខ្ញុំពិតជាពិបាកខ្លាំងណាស់វាឲ្យខ្ញុំលុយស្រាថ្លៃពីផ្ទះដើម្បីយកទៅឲ្យពួកវាក៏ដូចជាគ្រឿងអលង្ការលុយកាក់អីមួយចំនួនហ្នឹងយកទៅឲ្យពួកវាសឹងតែរៀងរាល់ថ្ងៃតែម្ដងបើសិនជាថ្ងៃណាខ្ញុំមិនអាចយកទៅបានទេខ្ញុំមិនបានយកឲ្យពួកវាទៅប្រកាសជាខ្ញុំត្រូវបានពួកវាវាយតែម្ដងហើយពួកវាវាយមិនមែនគ្នាទេគឺវាយគ្នាច្រើនខ្លាំងណាស់វាយខ្ញុំយកតែម្ដងចុំយ៉ាក់ដងផាល់អានហើយមានអារម្មណ៍ថាខឹងជាមួយពួកឯងក្មេងៗនឹងខ្លាំងមែនតើហើយមួយ